ជំរាបសួរអ្នកគ្នាចឹងថ្ងៃហ្នឹងខ្ញុំមករៀនពីអ្នកគ្នាពីរបៀបនៃការដាក់ set up Adobe Photoshop CC 2010 2020 2019អ្នកគ្នាជាស្អីនិយាយលេងចង់ត្រូវកាន់ធ្វើវីដេអូយូរឥឡូវយើងទៅការបញ្យល់អ្នកគ្នាតែម្ដងសម្រាប់ការ set up គឺវាមានពីរដំណើរការអ្នកគ្នាគឺជាទី1អ្នកគ្នាត្រូវ set up file Adobe Photoshop CC 2019ទី2គឺយើងត្រូវការចូលទៅបិទនៅ Windows Security អូខេចឹងឥឡូវយើងដល់អ្នកគ្នាអត់មាន file ស្រាប់ទេអ្នកគ្នាអាចទៅយកនៅក្នុងក្រុម Telegram ឲ្យមានបានចាំ admin ដាក់ link នៅក្នុង description ខាងក្រោមអ្នកគ្នាតែពីនោះមកអ្នកគ្នាត្រូវការ down file នឹងចេញមកហើយ file នឹងប្រហែលជា Machi ណាតើមកអ្នកគ្នាបាន file នឹងហើយអ្នកគ្នាត្រូវការមកស្ដាំពីលើវាមកអូខេមកស្ដាំពីលើវាមកអ្នកគ្នារកយកពាក្យថា extract to Photoshop CC 2019អូខេហើយតមកវានឹង extract ចេញជា folder យើងមួយកន្លែងនេះវាឲ្យវា extract ឲ្យវាចប់ណាអ្នកគ្នាហើយអ្នកឲ្យធ្វើតាមមួយទៅគឺនឹងជោគជ័យអូខេបន្តមកអ្នកគ្នានឹងឃើញ folder មួយដែលមានឈ្មោះដូចគ្នាតែយើងបាន extract ចេញពីវាមិញហ្នឹងអូខេយើងទាញវាចិត្តគ្នាដើម្បីស្រួលយល់អ្នកគ្នាសម្រាប់នៅក្នុង folder ហ្នឹងគឺវាមាន file ស្អាតរបស់ CC 2019អូខេឡើងចូលមើលមកអូខេដល់មកចូល Adobe CC 2019ហ្នឹងមកហើយ Photoshop 2019ហ្នឹងគេតាមមកឃើញ file ស្អាតរបស់វាហើយអូខេចឹងជាបន្តទៀតអ្នកនេះត្រូវចូលទៅបិទ Windows Security សម្រាប់ចូលទៅបិទនៅ Windows Security វាមានពីររបៀបអ្នកនេះវាមានច្រើនរបៀបមិនមែនពីររបៀបវាចូលកន្លែងចំណុចនេះក៏បានក៏វាមាន Windows Security ដែរសម្រាប់ខ្ញុំចង់ search អ្នកគ្នាមើលចឹងអ្នកគ្នាវាយឡើងមក Windows Security សម្រាប់មានដែលនិយាយខុសអីគឺសូមអធិស្ឋានខាងមែនតើអ្នកគ្នាសាច់មានស្អកកអូខេនេះចូល Windows Security នោះមកតើមកនេះចូលមកកន្លែង Virus and Protect អូខេនេះ Protection អូខេនេះចូល Manager Setting អូខេកន្លែងនេះចូល Manager Setting សម្រាប់កន្លែងនេះអ្នកគ្នាត្រូវបិទវាអស់នេះយើងត្រូវបិទវាអស់មកកន្លែងនេះយើងត្រូវបិទអស់បើអ្នកគ្នាបើកឃើញបើវាបើកគឺយើងបិទវាអស់មកនេះអូខេបើយើងបិទអស់ហើយយើងត្រូវការចូលទៅ set up ទាំងអស់គ្នាឥឡូវយើងខ្វែងចេញមកតោះឥឡូវយើងត្រូវការ set up ទាំងអស់គ្នាមុនដំបូងយើងមិនចូលនៅក្នុង Adobe Photoshop CC 2020 2019អ្នកគ្នាអូយវាទៅដល់ឥឡូវយើងត្រូវការ set up អូខេនេះការមើល set up វាមកអូខេទៅការ run សម្រាប់កន្លែងនេះអ្នកគ្នានឹងឃើញពាក្យថា yes ឬ no ចឹងអ្នកគ្នាចុចពាក្យថា yes មកអូខេឥឡូវវាកំពុងដំណើរការយើងអូខេតោះមកនេះគ្នាចុចពាក្យថា continue មកទេចុចពាក្យថា continue មកតើវានឹងធ្វើការ install យើងឥឡូវយើង install បាន 5% ក៏ចុចព្រាមបាន 5% ភ្លាមមកវាឥឡូវយើងធ្វើឲ្យវាធ្វើការ install ឲ្យចប់ដែរតើវា install ចប់ហើយគឺវានឹង load វាដំណើរការមកតង់ទៀតសម្រាប់ដំណើរការមកតង់ទៀតហ្នឹងគឺយើងត្រូវតែចាំវាមួយសន្ទុះដែរណាប្រហែលជាចូលទៅ5ទៅ10នាទីគាត់ថាកន្លែងហ្នឹងខ្ញុំ admin នឹងកាត់ចោលណាអត់ចង់ឲ្យអ្នកគ្នាចំណាយពេលយូរចឹងអូខេឥឡូវវា install ចប់ទៅណាហើយខ្ញុំបញ្ជាក់មកទៀតដែលអ្នកគ្នាអត់មាន file setup របស់នេះទេគឺអ្នកគ្នាអាចចូលទៅយកនៅក្នុង Telegram បានអូខេហើយឥឡូវវាចុច close វាមកគឺវាបាន install រួចរាល់កន្លែងនេះគឺអ្នកគ្នាទៅចាំវាចូលទៅ5ទៅ10នាទីក៏តែអ្នកគ្នាកន្លែងនេះគឺ admin នឹងកាត់ចោលហើយយើងចូលទៅដំណាក់កាលឥឡូវយើងទៅការតែទាំងអស់គ្នាអូខេឥឡូវចូលទៅបើក Adobe Photoshop CC 2019ហ្នឹងមកអូខេហើយថាវាដំណើរការស្រួលឬក៏អត់ហើយសម្រាប់អ្នកគ្នាបើមានចម្ងល់អីគឺអាចឆាតមកសួរខ្ញុំឬក៏
แต่ตอนยังตาม Telegram กับบ้านได้เนี่ยหรือมือก็ชัดក្នុងក្រុម Telegram กับบ้านได้อะไรចូលទៅការកាត់กระดาษមួយមកនេះអូខេមានផូតូមានអីចឹងណាគេអូខេក្នុងហ្នឹងគឺយើងឲ្យប្រើបានអ្នកគ្នាមើលទៅដូចជាគ្មានបញ្ហាអីទេឥឡូវខ្ញុំប្រើกระดาษមកយ៉ាងកំណត់ខ្នាតកំណត់អីចឹងណាហើយវាកុំតែមួយវារៀងអត់សូវស្រួលណានេះហើយវាចាំវាសន្ទុះមួយសន្ទុះទីទៅមានតែការវាថ្មីថ្មោងចឹងហើយវាដើររៀងយឺតហ្នឹងនេះអូខេឥឡូវដោយសារមានកុំព្យូទ័រមានវាជាវារៀងកាំងណានេះដោយសារវាមេវារៀងទូចដែរហើយណាមួយadmin គឺ record វីដេអូបដាផងគឺធ្វើការតាក់ខ្លាំងមែនតើសារកុំព្យូទ័រ admin វារៀងស្រីចាស់ដែរអូខេឥឡូវយើងចូលទៅការយើងទៅរករូបមួយមកណានេះឥឡូវយក logo នេះមួយមកទៅវាដាក់ស្រួលឬក៏អត់ហើយអូខេអូខេឥឡូវគឺដូចជាគ្មានបញ្ហាទេអ្នកនេះគឺយើងអាចប្រើបានទេអញ្ចឹងវីដេអូរបស់យើងក៏ឈានមកដល់ទីបញ្ចប់អញ្ចឹងក៏អរគុណអ្នកនេះដែលបានទស្សនានៅវីដេអូមួយនេះអញ្ចឹងជម្រាបលាអ្នកនេះជួបគ្នានៅវីដេអូក្រោយបាយ